เย้ទីបំផុតគម្រោងដើរលេងបន្ទាប់ពីប្រឡងចប់គឺបានមកដល់ហើយនេះគឺជាវីដេអូដែលបន្ទាប់ពីខ្ញុំទទួលសញ្ញាបត្រអីរួចរាល់នេះខ្ញុំក៏បានធ្វើដំណើរចេញមកតាំងថ្ងៃតែម្ដងជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Page Mini សាជាថ្មីឥឡូវនេះពេលរៀងថ្ងៃល្ងាចដែរយើងក៏បានធ្វើដំណើរទៅខេត្តបរសៃហនុហើយឥឡូវនេះគឺខ្ញុំបានមកដល់កន្លែងចំណតទី1ឯចាគឺធ្វើការថតរូបចុះឡើង selfie អីចឹងទៅចានេះមិនមែនជាចំណតទី1ឯងខ្ញុំភ្លេចបាត់ហើយមិនដឹងថាចំណតណាទេមកបងហើយគ្រាន់តែយើងបានមកឡើងលើនេះគឺថតរូបស្អាតខ្លាំងហ្មងហើយ plan មកដល់លេងនេះតាំងពីខែ8បងបងប៉ុន្តែដោយសារតែចេះតែចាំបង្អន់មើលលទ្ធផលចេញសិនអញ្ចឹងណាខ្ញុំគិតថាបងបងនេះក៏អ្នកប្រឡងគាត់ប្រកាសជាដឹងហើយនៅពេលដែលយើងប្រឡងហើយប្រកាសជាទៅរងចាំលទ្ធផលសិនទើបមានអារម្មណ៍ដើរលេងអញ្ចឹងទៅក៏បានធ្វើដំណើរមកដល់ខេត្ត9តែម្ដងហើយឥឡូវនេះគឺយើងបានមកដល់ក្រុងរសីហនុហើយជាមួយនៅថ្ងៃលិចហើយជាមួយនៅតាមដងផ្លូវមានបរិយាកាសទឹកសមុទ្រអីចឹងគឺស្អាតខ្លាំងមែនតើបងតបមកនេះខ្ញុំក៏បានធ្វើរហស្ថានភាពដែលខ្ញុំកក់សិនគឺនៅ Secret Hotel and Villa ទៅអគាររបស់គេគឺនៅទល់មុខជាមួយនឹងទឹកសមុទ្រដែរអញ្ចឹងណាហើយបើនិយាយពីបរិវេណនៅក្នុងសាគាររបស់គេវិញគឺស្អាតខ្លាំងមែនតើនេះកន្លែងគេញ៉ាំបាយជាមួយនឹងកន្លែងដែលទទួលភ្ញៀវមានអាំងហែទឹកវិញហ្នឹងគឺច្រើនខ្លាំងហ្មងមាននៅក្រោមផងនៅលើផងនិយាយទៅគឺ the best ហ្មងហើយក៏គេមានកន្លែងឲ្យយើងលេងហ្គេមលេងអីដែរមួយវិញទៀតបើសិនជាយើងចង់លេងកីឡាក៏គេមានកន្លែងហាត់ប្រាណអីដែរបើនិយាយពីកន្លែងទទួលភ្ញៀវវិញគឺថតរូបបានច្រើនចំពោះស្ថានភាពមួយនេះគឺខ្ញុំស្គាល់តាម Facebook ដែលគាត់បង្ហោះខ្លះហើយជាមួយនឹងស្គាល់តាមឲ្យភ័ក្រខ្ញុំធ្លាប់តែគេងខ្លះអញ្ចឹងណាហើយសំខាន់នៅក្នុងពេលនេះដូចជាខ្ញុំទៅហ្នឹងគឺគេមានការបញ្ចុះតម្លៃទៀតបងសម្រាប់សិស្សនិទេស A និងនិទេស B ដូចជាបញ្ចុះ65%អីអញ្ចឹងបងអាចចូលទៅ check នៅក្នុង page គាត់បានខ្ញុំមិនដឹងថាគេផុតកំណត់ថ្ងៃណាអញ្ចឹងបងអាចសាកទៅមើលបានអញ្ចឹងណាឥឡូវយើងមកមើលនៅក្នុងទស្សនវិជ្ជាក្នុងបន្ទប់របស់យើងវិញនិយាយទៅគឺបរិយាកាសស្អាតខ្លាំងមែនទែនអូយគេមួយគឺយើងអាចមើលទស្សនវិជ្ជានៅខាងក្រៅបានណាចំពោះនិយាយទៅគឺនៅផ្នែកខាងក្នុងនេះគឺ clean ទាំងអស់មិនថាបន្ទប់ទឹកកន្លែងគេងឬក៏កញ្ចក់អីហ្នឹងគឺខ្ញុំនិយាយទៅខ្ញុំចូលចិត្តកញ្ចក់ជាងគេបងដោយសារគឺមានគ្រប់ជ្រុងអាចថតរូបបានហ្មងចាបន្ទាប់ពីយើងធ្វើការ selfie រួចរាល់ហ្នឹងយើងក៏បានមកមើលនេះផ្នែកខាងក្រៅគឺគេមានកន្លែងបឹងកាឡូអាំងហែទឹកអីបែបហ្នឹងមកហ្នឹងខ្ញុំក៏បានធ្វើដំណើរមកខាងក្រៅនៅកន្លែងឆ្នេរដើម្បីរៀបចំញ៉ាំបាយជុំគ្រួសារម៉ោងនេះក៏រៀងយប់ដែរបងមករៀង7ជាងដែរហើយអញ្ចឹងទៅបានបាយញ៉ាំចំពោះបាយវិញគឺខ្ញុំអត់មានទៅទិញណាទេមកគឺមកធ្វើម្ហូបញ៉ាំដោយខ្លួនឯងតែម្ដងបន្ទាប់ពីញ៉ាំបាយហើយចាគឺខ្ញុំមកធ្វើការដើរមកលេងតាមមាត់ឆ្នេរដើម្បីថតរូបលេងអីអញ្ចឹងទៅនិយាយថាគេញ៉ាំបាយហើយគេមកអង្គុយមើលទស្សនវិជ្ជាមើលអីអញ្ចឹងប៉ុន្តែខ្ញុំគឺចំណាប់ណាស់ខាងទៅថតរូបហ្នឹងបន្ទាប់មកហ្នឹងខ្ញុំក៏បានមកសាគាវិញដើម្បីធ្វើការមកលេងទឹកអញ្ចឹងណាកុំឲ្យខាតពេលបើនិយាយពីរឿងហែទឹកដូចមិនសូវចេះអីទេប៉ុន្តែបើខាងទឹកវិញចូលចិត្តសាហាវតែម្ដងហើយនិយាយទៅគឺអាងហែទឹករបស់គេធំទូលាយមែនតែបងមានសម្រាប់កន្លែងអាងកូនក្មេងក៏ដូចជាកន្លែងអាងមនុស្សចាស់លេងវីដេអូនៅថ្ងៃទី1របស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាបើសិនជាការនិយាយរបស់ខ្ញុំមានការខុសឆ្គងលើលោកក៏សូមអធិស្ឋានទុកជាមុនផងដែរអញ្ចឹងជួបគ្នានៅក្នុងវីដេអូក្រោយវគ្គ2ណាបាយបាយ